Som smakom mo Campuchia អូខេឥឡូវយើងមកស្ដាប់អត្ថបទសម្លេងកោទាំងអស់គ្នាប្រតិបត្តិនិងកតញ្ញូតាធម៌ចំពោះអង្គរស្ថាបនិកអ្នកថែទាំនិងអ្នកអភិរក្សគឺសុទ្ធសឹងតែជាវីរបុរសដែលប្រជាជនប្រទេសជាតិរួមទាំងភ្ញៀវទេសចរអន្តរជាតិមិនអាចបំភ្លេចគុណបានឡើយមហាប្រាសាទអង្គរវត្តដែលកំពុងបង្ហាញសម្រស់ដ៏ប្រឹមប្រិយនៅពីមុខយើងនាវេលាបច្ចុប្បន្នកាលនេះត្រូវបានស្ថាបនាឡើងនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2សំណង់អច្ឆរិយៈមួយនេះមានអាយុកាលជិត1សហសវត្សរ៍មកហើយព្រះរាជាណាចក្រកម្ពុជាជាប្រទេសតែមួយគត់ដែលបានយករូបប្រាសាទបុរាណពោលគឺប្រាសាទអង្គរវត្តជាតំណាងមកដាក់នៅលើទង់ជាតិរបស់ខ្លួនអង្គរវត្តជាប្រាសាទមួយក្នុងចំណោមប្រាសាទខ្មែររាប់រយពាន់ផ្សេងទៀតដែលមានដូចជាប្រាសាទព្រៃប្រាសាទបន្ទាយសំរែប្រាសាទក្រវ៉ាន់ប្រាសាទសម្បូរព្រៃគុកប្រាសាទចាប្រាសាទចេតិយប្រាសាទតានី ប្រាសាទតាអិនប្រាសាទធម្មនន្ទប្រាសាទទេពប្រណមនិងប្រាសាទប៉ាលិល័យជាដើមរមណីយដ្ឋានអង្គរជាស្នាដៃមួយដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរនឹងបានคล้ายទៅជាប្រលឹងនិងអត្តសញ្ញាណជាតិដែលបន្តដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូបពុទ្ធជាអង្គរដែលជាមជ្ឈមណ្ឌលវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏ល្អឯកនៅលើសកលលោកបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងត្រូវបានចុះបញ្ជីដោយអង្គការ UNESCO កាលពីឆ្នាំ1992ទិដ្ឋភាពតាំងពីបរមបុរាណដែលមានវត្តមានព្រៃស្រោងព្រៃកំពតសត្វតូចមកុដស្វាព្រាហ្មណ៍កសិនទំនៀមកចុកឆ្លងចែកជាដើមនៅបន្តស្ថិតស្ថេរក្នុងតំបន់អង្គរដោយសារតែការបន្តគោរពបដិបត្តិតាមដោយអ្នកស្រុកនិងការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្របទៅតាមបទដ្ឋានគតិយុត្តនានាទេសភាពវប្បធម៌ខាងលើនេះប្រៀបបីដូចជាការតុបតែងលម្អបន្ថែមទៀតដល់ទីស្ថានបុរាណនេះផងដែរអរិយធម៌អង្គរមានកិត្តិនាមដ៏រុងរឿងល្បីល្បាញនិងអស្ចារ្យមិនត្រឹមតែក្នុងសម័យអាណាចក្រខ្មែរនាដើមសតវត្សទី9រហូតដល់សតវត្សទី15ប៉ុណ្ណោះទេប៉ុន្តែអរិយធម៌ដ៏ផូរផង់មួយនេះនៅតែបន្តរក្សាតម្លៃលេចធ្លោជាសកលរហូតមកដល់បច្ចុប្បន្ននេះកេរមរតកដែលបុព្វបុរសយើងបានកសាងតាំងពីបុរាណកាលមកហើយបន្សល់ទុកជូនយើងទាំងអស់គ្នាដែលជាមនុស្សបច្ចុប្បន្ននឹងបន្តទៅជំនាន់ក្រោយៗទៀតជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថាដូនតាខ្មែរកាលពីអតីតកាលពិតជាមានបញ្ញាញាណគួរឲ្យស្ញប់ស្ញែងក្រៃលែងកូនខ្មែរជំនាន់ក្រោយគ្រប់រូបទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយក៏មិនត្រូវភ្លេចសម្ដែងកតវេទិតាធម៌របស់ខ្លួនចំពោះស្ថាបនិកនិងអ្នកថែទាំបេតិកភណ្ឌទាំងរូបិយនិងអរូបិយដែលមិនអាចកាត់ថ្លៃបានទាំងនេះឡើយកូនខ្មែរគ្រប់រូបមានឈាមជ័របន្តពុយពងមកពីដូនតាអ្នកសាងសង់អង្គរមិនត្រឹមតែត្រូវបង្ហាញអារម្មណ៍កតញ្ញូតាធម៌ចំពោះបេតិកភណ្ឌដ៏មហស្ចារ្យទាំងនេះប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវធ្វើសកម្មភាព
ជាច្រើនថែមទៀតផងដែរដើម្បីសងគុណបុព្វការីទាំងនោះជាក់ស្ដែងក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានអាជ្ញាធរជាតិអប្សរាជាសេនាធិការតែងតែរៀបចំពិធីដឹងគុណអង្គរជារៀងរាល់ឆ្នាំនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះកូនខ្មែរបច្ចុប្បន្នបដិញ្ញារក្សាកេរដំណែលចាស់ហើយប្រឹងប្រែងធ្វើនវានុវត្តន៍ស្នាដៃថ្មីបន្ថែមទៀតដោយអនុលោមតាមអភិក្រមប្រកបដោយបរិយាបន្ននិងចីរភាពវប្បធម៌ដឹងគុណសងគុណនិងធ្វើគុណបានចាក់ឫសដិតដាមយ៉ាងជ្រៅនៅក្នុងឈាមកូនខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ក្មេងដឹងគុណចាស់កូនចៅដឹងគុណឪពុកម្ដាយសិស្សដឹងគុណគ្រូប្រជាជនដឹងគុណវីរៈកងទ័ពនិងថ្នាក់ដឹកនាំលក្ខឧទ្យានអង្គរជាបុរាណដ្ឋានមួយដ៏ពិសិដ្ឋនិងស័ក្តិសិទ្ធិយ៉ាងក្រៃលែងដែលទទួលបានការគោរពបូជាពីគ្រប់មជ្ឈដ្ឋានលើសពីទិដ្ឋភាពជំនឿនិងសាសនាអង្គរជាសារមន្ទីរបុរាណវិទ្យាដ៏ធំជាងគេនៅក្នុងពិភពលោកដែលផ្ដល់ព័ត៌មានមិនចេះរីងស្ងួតដល់បុរាណវិទូនិងអ្នកសិក្សាស្រាវជ្រាវទាំងឡាយបើនិយាយតាមបែបសហសម័យវិញអង្គរជាកលដ្ឋានសម្រាប់កីឡាសារពាង្គកាយផងនិងសម្រាប់សារពេជ្ជដាញាណផងអង្គរប្រៀបបានជាឋានតម្កល់ឱសថសម្រាប់ព្យាបាលភាពសៅហ្មងនិងទុក្ខសោកទាំងឡាយរបស់មនុស្សលោកសពថ្ងៃនេះមានពាក្យមួយឃ្លាដែលគេកំពុងពេញនិយមហើយគេបានយកពាក្យនោះមកនិយាយតគ្នាគឺថានៅពេលដែលជីវិតយើងប្រឈមនឹងភាពឈឺចាប់អ្វីមួយអង្គរអាចជួយព្យាបាលជំងឺនោះបានចប់រួចខ្លួន